សួស្តីប្រិយមិត្តសម្រាយរឿងទាំងអស់គ្នាកុំឲ្យខាតពេលយូរយើងចូលមកកាន់ការសម្រាយរឿងទាំងអស់គ្នាចិនគឺជាអ្នកនិពន្ធរឿងដ៏ល្បីម្នាក់ទាំងសាច់រឿងក្នុងសៀវភៅនិងសាច់រឿងដែលថតជាខ្សែភាពយន្តទោះបីជាពូកែយ៉ាងណានៅពេលខ្លះចិនក៏នឹករកសាច់រឿងមិនឃើញដែរចិនក៏ត្រូវការមានពេលវេលាសមាធិសម្រាប់និពន្ធសាច់រឿងដើម្បីឲ្យទាន់ការកំណត់របស់ក្រុមហ៊ុនក៏បានសរសើរអំពីស្នាដៃរបស់ជីននិងបានឲ្យជីនសេមួយរឿងទៀតតែចិនគាត់មិនយល់ព្រមទេដោយសារចិនទៅមិនរួចទេតែចែបានបញ្ចុះបញ្ចូលឲ្យចិនជួយគាត់មួយរឿងនេះទៀតហើយចិនក៏យល់ព្រមហិនក៏បាននិយាយអំពីរឿងការរលងហើយក៏ចង់ឲ្យចិនទៅចូលរួមធ្វើជាគណៈកម្មការតែចិនមិនព្រមទៅទេហិនក៏នៅតែអង្វរចិនឲ្យទៅតតែបាននៅពេលដែលចិនមកបងបួបានហិតថតរូបចិត្តឲ្យច្រើនដើម្បីយករូបទៅប្រូម៉ូរឿងថ្មីហិនក៏បាននាំចិនទៅបន្ទប់ជ្រើរើទូដើម្បីណែនាំឲ្យក្រុមការងារបានស្គាល់ចិនហើយក៏បានឲ្យឯកសារជ្រើរើសទូនៅពេលនោះចិនក៏បានឆ្លៀតកាសថតរូបចិនឲ្យបងបួផងដែរចូលមកដល់វគ្គជ្រើសរើសតួសម្ដែងពីម្នាក់ទៅម្នាក់បានគ្រប់ទម្រង់រហូតដល់តួឯកប្រុសរបស់យើងដែលមានឈ្មោះថាណាំសឹបនៅពេលដែលណាំសឹបចូលមកដល់ចិនក៏បានចេញទៅបន្ទប់ទឹកតែពេលនោះណាំសឹបបានយកចិនទៅសម្ដែងជាមួយធ្វើឲ្យចិនគៀងមួយសន្ទុះដោយសារការសម្ដែងរបស់ណាំសឹបចូលមកដល់វគ្គប្រជុំជ្រើសរើសតួសម្ដែងវិញគេក៏បានរើសណាំសឹបធ្វើជាតួឯកនៅក្នុងរឿងនោះហើយក៏បានសួរសិនថាតើណាំសឹបអាចធ្វើជាតួឯកក្នុងរឿងនេះបានអត់ចិនបានគៀងមួយសន្ទុះព្រោះពេលនោះណាំសឹបបានយកចិត្តធ្វើជាតួសម្ដែងក្នុងការប្រកួតនោះចិនក៏បានយល់ស្របឲ្យណាំសឹបធ្វើជាតួឯកនៅក្នុងរឿងនោះដែរនៅពេលការប្រជុំចប់ណាសឹបក៏បានជួបគ្នាម្ដងទៀតហើយណាំសឹបក៏បានអរគុណដល់ចិនដែលបានលេងជាមួយចូលមកដល់កន្លែងនេះវិញចិនក៏បានទៅប្រជុំអំពីការបើកការកំណត់ថ្ងៃថតរឿងជាមួយនឹងអសម្ដែងណាំសិនបានសុំលេខចិនដើម្បីតាក់ទងគ្នាដើម្បីសួរតាក់ទងនឹងការសម្ដែងត្រង់កន្លែងណាដែលណាំសឹបមិនយល់ពេលនោះឲ្យក៏បានមកកាត់ចង្វាក់គេទាំងពីរពាក់ចូលមកដល់ថ្ងៃបើកការសម្ដែងចិនក៏បានមកមើលផ្ទាល់បន្ទាប់ចិនក៏បានជួបមិត្តចាស់នៅហាងកាហ្វេឈ្មោះតាមដែលជាអ្នកចាត់ការរបស់ណាំសឹបហើយក៏បាននិយាយគ្នាមួយសន្ទុះអំពីណាំសឹបថាជាក្មេងដែលឌឺពិបាកនិយាយពេលនោះស្រាប់តែណាំសឹបចូលមកដល់ហើយក៏បានស្គាល់ថាពួកគេជាមិត្តចាស់និងអ្នកចាត់ការរបស់ខ្លួនហើយក៏បានសើចិនថាគួរឲ្យស្រឡាញ់ថែមទៀតផងបន្ទាប់ពីថតចប់ហើយចិនក៏បានលាតាមទៅមុនហើយស្រាប់តែណៃសឹបសំលឹងមើលតែចិនតាមក៏បានសួរថាកំពុងរកមើលអីណាំសឹបថាគ្នាអីទេពេលនោះណាំសឹបក៏បានទៅផ្ទះជាមួយឲ្យចូលមកដល់កន្លែងនេះវិញចិនបានមកជួបបងបួដើម្បីមកឆ្លងការងារគាត់ក៏បាននិយាយថាគាត់ចូលចិត្តការងារដែលចិនធ្វើតែគាត់សុំឈុតឆាតអិនស៊ុយឲ្យច្រើនតែចិនបានតបវិញថាចិនមិនសូវចូលចិត្តទេតែបងបួក៏បានប្រាប់ថាចាំបងផ្ញើវីដេអូឲ្យមើលហើយបងបួគាត់ក៏ចុះប្រជុំទៅពេលនោះតាមក៏បានទេមករកចិនមានការជាចាំបាច់ឲ្យទៅខុនដូរបស់ខ្លួនជាបន្ទាន់ពេលទៅដល់ចិនក៏បានជួបតាមនឹងណាំសឹបនៅទីនោះដែរហើយពួកគេក៏បានឡើងទៅនិយាយគ្នានៅខុនដូតាមក៏បានសួរចិនថាឯកនៅម្នាក់ឯងមែនអត់យើងចង់ឲ្យណាំសឹបបានមកនៅជាមួយឯងបានមួយខែតែចិនមិនព្រមទេអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច Like Share និង Subscribe ឲ្យផងបាទសូមអរគុណ